ប៉ុន្តែយើងចាំមួយណាពួកយើងនៅក្នុងលក្ខណៈទំនាក់ទំនងណាបាទគ្រូសិស្សប៉ាកូនណាប្តីប្រពន្ធហ្នឹងទៅអញ្ចឹងពាក្យទើសនេះគេអាចលុបចោលបានអញ្ចឹងណាអាចលុបចោលបានអញ្ចឹងយើងអាចនិយាយថា我老师ក៏បាន我的老师ក៏បានដែរបាទពាក្យទើសទី1នេះគឺយើងប្រើដើម្បីបញ្ជាក់អំពីកម្មសិទ្ធិគឺរបស់មែនទេរបស់អញ្ចឹងប្រើកម្មសិទ្ធិគឺ A ទៅ B អញ្ចឹងពួកយើងផ្ទុយគ្នាណាពេលយើងបកមិនមែនបកថាសៀវភៅរបស់ខ្ញុំទេបក B របស់ A នេះមិន A របស់ B បើខ្មែរយើងសៀវភៅរបស់ខ្ញុំសៀវភៅសិនរបស់ណាគេរបស់ខ្ញុំដោយសារខ្មែរយើងមានទម្លាប់មួយគឺគុណនាមគឺនៅពីក្រោយនាមប៉ុន្តែចិនគឺគុណនាមនៅពីមុខនាមអញ្ចឹងវត្តគឺ my របស់ខ្ញុំវាគឺជាគុណនាមកម្មសិទ្ធិអញ្ចឹងនៅមុខនាមអញ្ចឹង我的书បាទ我的书សៀវភៅរបស់ខ្ញុំណាមើលឡើយនេះ我的手机បាទ我的手机ទូរស័ព្ទរបស់ខ្ញុំអញ្ចឹងបក手机មុនឃើញទេទូរស័ព្ទសិនហើយបានរបស់ខ្ញុំដោយសារ我的នេះដើរតួជាគុណនាមកម្មសិទ្ធិយើងវាទើសកន្លែងនេះគឺប្រកាសរបស់បង្កើតចេញទៅជាគុណនាមកម្មសិទ្ធិអញ្ចឹងដាក់នៅពីមុខនាមណា我的手机បាទ我的手机គឺទូរស័ព្ទរបស់ខ្ញុំទី2我的老师បាទ我的老师អញ្ចឹងគឺគ្រូរបស់ខ្ញុំណាគ្រូរបស់ខ្ញុំ我的爸爸ប៉ារបស់ខ្ញុំ我的妈妈ម៉ាក់របស់ខ្ញុំមែនទេ我老师我爸爸我妈妈我哥哥right ប្រើអញ្ចឹងណាទី1ទី2ពាក្យទើសនេះគឺយើងប្រើដើម្បីបង្កើតអីគេពួកយើងគឺបង្កើតបើយើងនិយាយចំគឺហៅថាកន្សោមនាមបាទណាកន្សោមនាមពាក្យថាកន្សោមនាមគឺជានាមដែលមានប្រវែងវែងគឺជាពាក្យពេចន៍ទាំងឡាយណាបូកចូលគ្នាទៅប៉ុន្តែមានថ្នាក់ពាក្យជានាមដដែលកន្សោមនាមណាកន្សោមនាមអញ្ចឹងយើងសរសេរនេះគឺ clause គឺមានន័យថាវាមានប្រធានមានកិរិយាសព្ទអញ្ចឹងទៅឬមួយក៏គុណនាមអញ្ចឹងទៅណាបើយើងហើយបូកជាមួយនឹងពាក្យទើសហើយបូក noun ទើសកន្លែងនេះបកប្រែថាដែលមិនមែនរបស់ហើយទៅគឺដែលយើងមើលឧទាហរណ៍យើងយល់ច្បាស់ណាឧទាហរណ៍ពាក្យថា聪明的学生បាទ聪明的学生បើយើងបកនាមមុនណាទៅជាគេសិស្សដែលឆ្លាតឃើញទេសិស្សមិនសិស្សដែលឆ្លាតអញ្ចឹងពាក្យ聪明គឺជា adjective គឺជាគុណនាមអញ្ចឹងវា modify ទៅឲ្យនាមនេះអញ្ចឹងសិស្សដែលឆ្លាតណាអញ្ចឹងពាក្យនេះគឺ adjective បូកទៅបូក学生 right មួយទៀត很好看的表演很好看的表演គឺ表演ហ្នឹងគេ表演ហ្នឹងគឺការសម្ដែងអញ្ចឹងការសម្ដែងដែលល្អមើលខ្លាំងណា很好看的表演អញ្ចឹងការសម្ដែងដែលល្អមើលខ្លាំងអញ្ចឹងនេះ很好看的កន្លែងនេះវាគឺជាគុណនាម表演នេះគឺជានាមអញ្ចឹងគុណនាមបូកនាមនៅសំទោសគុណនាមនេះកន្សោមគុណនាមបូកនាមនេះនៅតែជានាមដដែលអញ្ចឹងពេលយើងបកយើងមើលថាមើលជានាម表演ជានាមអញ្ចឹងពេលយើងបកខ្មែរយើងឃើញបញ្ជាក់គ្នាវិញនេះការសម្ដែងសិនហើយបានដែលល្អមើលខ្លាំងដល់ពេលចិនដែលល្អមើលខ្លាំងសិនហើយបានការសម្ដែងឃើញនៅអញ្ចឹងពេលយើងបកនាមក្រោយទើសសិនណាយើងបកនាមក្រោយទើសសិននេះគឺជានាមទេមិនមែនជាប្រយោគទេការសម្ដែងដែលល្អមើលខ្លាំងអញ្ចឹងគេនិយាយពីនាមគេនាមការសម្ដែងអញ្ចឹងវាជានាមទេណាបងយើងបាទអញ្ចឹង很好看的表演ការសម្ដែងដែលល្អមើលខ្លាំងណាបាទប្រើអញ្ចឹងណាឡើយនេះយើងមើលនេះបងយើងនេះគឺជា clause ហើយណា我昨天买的书បាទយើង我昨天买的យើង我昨天买的នេះដែលខ្ញុំបាទទិញម្សិលមិញណាយើង我昨天买的ដែលខ្ញុំទិញកាលពីម្សិលមិញអញ្ចឹងកន្លែងហ្នឹងវាគឺជាអ្នកបន្ថែមន័យទៅឲ្យគេ书សៀវភៅអញ្ចឹង我昨天买的书បាទ我昨天买的书បាទគឺសៀវភៅដែលខ្ញុំទិញកាលពីម្សិលមិញអញ្ចឹងយើងនិយាយពីអីគេយើងនិយាយពីសៀវភៅឯងសៀវភៅម៉េចសៀវភៅដែលខ្ញុំទិញកាលពីម្សិលមិញអញ្ចឹងអាដែលខ្ញុំទិញកាលពីម្សិលមិញហ្នឹងឯងវាគឺជាគុណនាមដែលបន្ថែមន័យទៅឲ្យនាមទាំងអស់នេះយើងហៅវាជាកន្សោមនាមណាកន្សោមនាមព្រោះយើងតើណាបើថ្នាក់អនឡាញម៉ោង6កន្លះ7កន្លះល្ងាចបាទម៉ោងហ្នឹងគឺល្អមែនតើពិសេសសម្រាប់បងប្អូននៅតាមជនបទដែលគាត់ចង់រៀនតាម Zoom ហើយកុំឲ្យយប់ពេកមែនទេអញ្ចឹងថ្នាក់នេះគឺជាថ្នាក់ក្រុមទី9ហើយក្នុងថ្នាក់ភាសាចិនអនឡាញរបស់យើងគឺយើងចាប់ផ្ដើមពីវគ្គដំបូងទៅណាយើងថ្នាក់ភាសាចិនកម្រិតដំបូងរៀនពី0ទៅអ្នកអត់ចេះសោះទៅ
ម៉ោង6កន្លះ7កន្លះល្ងាច ឡាយតាម Zoom ណាគឺយើងរៀនគឺយើងមានក្បួនច្បាប់ពាក្យយើងរៀនពាក្យយើងរៀនមូលដ្ឋានគ្រឹះឲ្យច្បាស់រៀនពាក្យឲ្យច្បាស់យកពាក្យអនុវត្តនិយាយវិជ្ជាករសន្ទនាសំណងប្រយោគធ្វើលំហាត់ផ្សេងៗហើយនឹងមានគ្រប់តាមដានការសិក្សារបស់សិស្សណាមានគ្រប់តាមដានការសិក្សារបស់សិស្សបាទអញ្ចឹងសម្រាប់ចំណាប់អារម្មណ៍ពួកយើងអាចតាក់ទងតាម Telegram ខាងលើបាន